ឆាក្តៅសាច់មាន់សាច់ទាសាច់គោជ្រូកព្រៃហ្នឹងឆាឲ្យនៅឡើយតែឆាក្តៅតុងហ្មងបងដឹងទេឆាក្តៅតុងយើងឆាបានពីរបៀបបងអាចអំពងតុងក៏បានឬក៏អត់ចង់អំពងក៏បានដែរតែបើនិយាយពីខ្ញុំវិញចូលចិត្តការអំពងគឺស្និតញ៉ាំជាងដោយសារតែពេលអត់អំពងទៅខ្ញុំមានអារម្មណ៍ថាសាច់វាដូចជ្រៀកជ្រៀកអញ្ចឹងតែអាហ្នឹងតាមចំណូលចិត្តទេបងចូលចិត្តបែបណាធ្វើបែបហ្នឹងទៅគ្រឿងផ្សំគឺដូចតែឆាក្តៅទូទៅឯងបងមានដូចជាគល់លក្រីលក្រូចម្ទេសជាមួយនឹងមីម្រះព្រៅនេះឯងដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ហើយមួយទៀតហ្នឹងគឺម្ទេសបើមិនបានហិលហោះគឺអត់កើតហ្មងបើងាកទៅមើលគ្រឿងផ្សំវិញគឺដូចតែឆាក្តៅទូទៅហ្នឹងបងខុសតែការហាន់គល់លក្រីឯងហាន់គល់លក្រីគឺយើងត្រូវតែហាន់ល្អិតបែបនេះទៅស្រួលញ៉ាំបើយើងហាន់វែងគឺបាក់ញ៉ាំមកអញ្ចឹងឆាក្តៅតុងគឺគេនិយមហាន់គល់លក្រីបែបល្អិតបែបហ្នឹងឯងបងខ្ទឹមសខ្ទឹមក្រហមហ្នឹងដាក់អស់មកតែខ្ញុំថ្ងៃនេះមានតែខ្ទឹមសទេអញ្ចឹងចាំតែខ្ទឹមសដូចតែឆាទូទៅហ្នឹងឯងចំណែកតួឯករបស់យើងហ្នឹងគឺមីម្ទង់ហ្នឹងឯងមូលហេតុដែលខ្ញុំអត់ងាយធ្វើមុខម្ហូបមួយមុខនេះដោយសារតែខ្ញុំខ្លាចអន្ទង់បងខ្ញុំមិនហ៊ានធ្វើទេតែបើថាឆ្អិនវិញរត់ចូលលឿនហ្មងបងណាដូចខ្ញុំខ្លាចអន្ទង់តែហ៊ានញ៉ាំហើយមូលហេតុដែលបានមកឆាក្តៅអន្ទង់ថ្ងៃហ្នឹងដោយសារតែដើរផ្សារថ្ងៃហ្នឹងឃើញអន្ទង់គេធ្វើស្រាប់គេបូនអល់បូនអីឡើងស្អាតគេត្រាំឈាមឡើងចេញឡើងអស់ហ្មងបងចឹងក៏សម្រាប់ចិត្តថាទិញយកមកឆាក្តៅឲ្យស្វាមីរបស់ខ្ញុំហ្នឹងតែម្ដងឥឡូវយើងមកចាក់ខ្លាញ់ឲ្យក្តៅបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់អន្ទង់បំពងហ្នឹងឯងយើងចាក់អន្ទង់មកបែបហ្នឹងហើយចាំខ្ញុំព្រាយវាទៅតាមក្រោយបងសម្រាប់អន្ទង់ខ្ញុំបំពងអត់សូវស្រួយហ្មងទេពួកអីកាលណាដែលស្រួយពេកគឺខ្ញុំមានអារម្មណ៍ថាអត់ឆ្ងាញ់តែបើអត់បានបំពងសោះមានអារម្មណ៍ថាញើតញ៉ាំខ្លាចវាឆ្អាបដោយសារបងដឹងហើយអន្ទង់មានតឹងរំអិលហើយឈាមក៏ច្រើនដែរអញ្ចឹងចេះតែខ្លាចឆ្អាបខ្ញុំបំពងវាបែបហ្នឹងទៅស្និតញ៉ាំល្អជាងគ្រឿងផ្សំផ្សេងហ្នឹងគឺយើងដាក់វាយកមកបញ្ចូលគ្នាបែបហ្នឹងរំលីងវាឲ្យឡើងក្លិនឈ្ងុយមែនទែនបន្តមកទៀតខ្ញុំចាប់ផ្ដើមដាក់ស្ករដាក់ម្សៅស៊ុបដាក់ប៊ីចេងហើយនឹងដាក់អំបិលបន្តិចព្រមទាំងដាក់ទឹកត្រីបងរំលីងគ្នាចូលគ្នាបានបន្តិចទើបខ្ញុំចាក់ប្រេងខ្យងចូលកន្លែងត្រង់នេះដាក់ភ្លើងតិចបានហើយណាបងដាក់ភ្លើងខ្លាំងពេកក៏គ្រឿងយើងអត់សូវឈ្ងុយហ្មងដែរតិចហ្នឹងឯងដែលធ្វើឲ្យម្ហូបយើងមានរសជាតិផ្សេងគ្នាបងបន្តមកទៀតខ្ញុំបន្ថែមនឹងទឹកសាបបន្តិចចូលហើយកូរគ្រឿងទាំងអស់ហ្នឹងឲ្យវាចូលគ្នាល្អហើយយើងចាប់ផ្ដើមភ្លក់មើលថាផ្អែមល្មមហើយនៅសាបប្រៃអីហ្នឹងដាក់តាមចំណង់ចំណូលចិត្តទៅឥឡូវឃើញថាចាក់ក្តៅអន្ទង់របស់ខ្ញុំហ្នឹងគឺចូលជាតិគ្នាបានល្អហើយខ្ញុំចាប់ផ្ដើមចាក់អន្ទង់ចូលកូរវាជាមួយគ្នាទាំងម្ដងកន្លែងត្រង់នេះខ្ញុំជ្រុំវាប្រហែលជា5នាទីដើម្បីឲ្យគ្រឿងរបស់យើងហ្នឹងវាចូលជាតិជាមួយនឹងអន្ទង់របស់យើងបងឃើញតែពណ៌របស់មុខម្ហូបយើងក៏ដឹងតែឆ្ងាញ់ហើយមែនអត់បន្ទាប់ពីឆ្អិនហើយខ្ញុំចាប់ផ្ដើមចាក់ម្រះព្រៅចូលតែម្ដងកូរទៅ2 3ជ្រុំទៀតមកឃើញថាឆាក្តៅរបស់យើងគឺឆ្អិនល្មមអាចដួសដាក់ចានបានហើយអញ្ចឹងតែប៉ុណ្ណឹងថ្លែមអស់កន្លះកេះទៀតហើយប្តីខ្ញុំបាទនិយាយទៅបងឆាក្តៅអន្ទង់ភាគច្រើនគឺមានតែមនុស្សប្រុសឯងគាត់ចូលចិត្តបើស្រីភាគច្រើនគាត់អញើតតែសម្រាប់ខ្ញុំឲ្យតែរបស់ណាខ្ញុំធ្លាប់ញ៉ាំពីក្មេងមកខ្ញុំអត់បញ្ហាទេអាចញ៉ាំបានទាំងអស់ហ្មងអញ្ចឹងវីដេអូឆាក្តៅអន្ទង់របស់ខ្ញុំថ្ងៃហ្នឹងគឺតែមានតែប៉ុណ្្នឹងឯងបើបងណាចេះឆាក្តៅអន្ទង់បែបវិធីផ្សេងជួយបរៀនខ្ញុំផងហើយ comment នៅខាងក្រោមណាអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងទស្សនាហើយកុំភ្លេច follow ខ្ញុំដើម្បីទទួលបានវីដេអូថ្មីណាជួបគ្នាជាមួយនឹងវីដេអូថ្មីបន្តទៀតអរគុណច្រើនបងបាយ